បាទមួយនឹងស្ទាំងកាយ៉ាវដៃគ្រប់ហើយណែលុយនេះទុកឲ្យបងប្អូនទិញចំណីញ៉ាំទៅអរគុណបងតម្រួតឥឡូវខ្ញុំចង់សួរបងរឿងមួយឲ្យតែដឹងប្រាប់ភ្លាមពីអ្នកបងប្អូនកំបាត់ធំនិងកំបាត់តូចនោះកន្លងមកខំចាប់ចោលណាទទួលយកលុយរង្វាន់មើលឃើញលុយកាក់ធំជាងជីវិតរបស់គេទៅទៀតប៉ុន្តែហេតុអីលើកនេះខ្ញុំដណ្ដើមយកខ្មោចហើយមិនឃើញដេញតាមខ្ញុំអញ្ចឹងយកទៅទិញអាថ្មីមួយទៅអូហ្នឹងហើយពួកគេទៅរកស៊ីនៅទីក្រុងឯណោះរកស៊ីអីអូគឺរឿងអញ្ចឹងទេទៅវិញចុះអរគុណអីអ្នកបងពេលអ្នកនឹងចូលទីក្រុងធ្វើអីបងកុំអាស៊ូឥឡូវបងសួរបងរឿងមួយបងស្រឡាញ់ហាលេងកំបាត់តូចនោះតើមែនឬមិនមែនមនុស្សភ្លើខួរក្បាលល្ងីល្ងឿននោះខ្ញុំមិនដឹងបងចាំមើលណាពីរអ្នកនឹងវាមុខជាស្លាប់លើដៃយើងមិនខានទេថ្ងៃ8ខែមុននៅពាក្យកណ្ដាលអាត្រៀតមេចៅកញ្ជ្រងកន្ទុយ9បានចូលភូមិឋានខ្ញុំលួចអស់ទ្រព្យសម្បត្តិខ្ញុំព្រមទាំងគ្រឿងអលង្ការមួយចំនួនធំទៀតតាមថាលុយកាក់អាចរកបានបើវាលួចក៏លួចចោះស្មានមកដល់ឋានអ្នកបម្រើខ្ញុំបានឃើញវាស្រាប់តែសាហាវឡើងសម្រាប់អ្នកផ្ទះខ្ញុំទាំងអស់41នាក់ហើយរំលោភកូនស្រីខ្ញុំតែមួយទៀតគួរឲ្យអាណិតកូនស្រីខ្ញុំណានាងទើបតែអាយុបាន13ឆ្នាំតែប៉ុណ្ណោះទោះបីខ្ញុំចំណាយអស់ទ្រព្យសម្បត្តិប៉ុន្មានក៏ដោយក៏ត្រូវតែរកគេឲ្យចាប់ពួកវាឲ្យតល់តែបានខ្ញុំត្រូវតែអាកោវាដោយផ្ទាល់ដៃដើម្បីសងសឹកឲ្យកូនស្រីខ្ញុំតែមួយគត់ហេតុអីក៏ហ៊ានថាចោលនឹងជាកញ្ជ្រោងកន្ទុយ9ពេលណាវាលួចគេរួចហើយវាតែងតែទុកកន្ទុយវាមួយនៅកន្លែងនោះអាកញ្ជ្រោងកន្ទុយ9ជូសិននេះវាមានវិជាសម្រាប់ខ្លួនពូកែណាវានៅក្នុងរូងយុទ្ធសិលវាជាមនុស្សកលិចកលុចកន្លែងវានៅគឺយើងពិបាករកវាណាស់តាមមើលប្រហែលជា2-3ខែទៀតយើងប្រកាសជារកវាឃើញមានគេប្រាប់ខ្ញុំថាវាគឺនៅភូមិតាជួយណោះពីទីនេះទៅយ៉ាងតិចក៏7ថ្ងៃដែរតែខ្ញុំមានសេះមួយគូដល់ពូកែបើសិនជាស្រូតដំណើរ5ថ្ងៃប្រកាសជាអាចដល់បានចំពោះរឿងតម្លៃម្ដងនេះខ្ញុំឲ្យពួកលោក1លានដំឡឹងលោកម្ចាស់និយាយត្រូវហើយក្បាលកញ្ជ្រោងកន្ទុយ9នេះ1លានក៏ល្មមដែរឥឡូវខ្ញុំឲ្យលោក30,000ដំឡឹងសិនបើសិនជាពួកលោកអាចចាប់វាបាននៅក្នុងរយៈពេល7ថ្ងៃហើយប្រគល់វាមកឲ្យខ្ញុំនៅក្នុងផ្ទះសំណាក់ឆៃសិនខ្ញុំនឹងជូនមកគ្រប់70,000ដំឡឹងទៀតបានអ្នកពិភពគុណនិយាយមិនគឺអញ្ចឹងពីអ្នកបងប្អូនខ្ញុំធ្វើដំណើរទៅហើយយកកន្ទុយនេះវិញណាហើយណែយើងទៅឥឡូវទៅបើឲ្យចៅក្រមកាត់ទោសមួយរូបនោះឃើញវាប្រកាសជាស្លាប់នឹងខានទៀតចាំបាច់ខ្លាចពូវាធ្វើអីពូវាចាប់បានឆើតតូចឆើតធំកំពុងតែសបាយណែណោះវាលេងចេញមកសម្រាប់ប្រុសសាតែបងហើយពួកយើងចូលចិត្តស្រីដែរមែនទេពួកហ្នឹងរៀនគុណតាំងពីដើមមកធ្វើមិនចូលចិត្តស្រីនោះពួកគេចាប់ឆើតធំឆើតតូចយកធ្វើអីមើលទៅប្រហែលជាសងសឹកឲ្យស្ទាំងទាំង13ដែលទៅមិនត្រូវគេសម្លាប់នោះហើយបើអញ្ចឹងពួកយើងមុខជាខ្វែបែបនោះពួកនាងយកទៅសែនឲ្យពួកគេហើយពូទី2ឥឡូវធ្វើយ៉ាងម៉េចមុនថ្ងៃលិចពួកយើងធ្វើដំណើរទៅហ្នឹងស្រី2នាក់ហ្នឹងចេះតែដណ្ដើមការរស់ស៊ីរបស់យើងណាហើយមួយថ្ងៃតាមតែពួកយើងទៀតឥឡូវមានគេជួយយើងហើយគេកំពុងតែខ្វេះបេះដូងវាចេញមកធ្វើអញ្ចឹងមិនល្អទេហ៎បើអញ្ចឹងយើងឯងកុំសង្ឃឹមថាបងទៅជួយពួកវាឲ្យសោះប្រលឹងបិសាចប្រលឹងខ្មោចជួយបង្កើតសិលឲ្យយើងផងចៅក្រមអីមុខដូចខ្មោចអញ្ចឹងនៅចំពោះមុខឯនោះគេហៅថាអវ័យរហូតដល់ស្លាប់ចំណែកឯម្នាក់ទៀតនោះគេហៅថាបវ័យត្រូវតែស្លាប់ណែចំណែកឯមួយទៀតដែលឈរនៅក្បែរជើងធូបនោះហៅថារស់រហូតអត់ស្លាប់ទេចំណែកឯម្នាក់ទៀតដែលអង្គុយនៅដីនោះហៅថាឃើញភ្លាមស្លាប់ភ្លាមអរគុណពូទី2អរគុណរឿងអីអរគុណពូជំនួសពួកអ្នកនោះអីណែឯងកុំយល់ច្រឡំអសោះណាយើងមកម្ដងនេះគឺមកដើម្បីកម្ចាត់មនុស្សអាក្រក់ទេយើងដឹងតែសម្រាប់គេរឿងជួយអ្នកណានោះគិតគូរខ្លួនឯងដែរចូល
អាមួយនេះមិនចេះងាប់មែនណោះនៅនាងphongនៅនាងលីងពួកខ្ញុំជួយនាងហើយអូលោកពូមិនមែនពួកនាងទេទោះបីមិនមែនក៏គេជាស្រីត្រឹមត្រូវដែរត្រឹមត្រូវក្បាលឯងនឹងមានស្រី2នាក់ឲ្យលុយពួកខ្ញុំមកនេះបំរើ4នាក់នឹងគេចង់លេងអីស្រេចនឹងគេចុះកុំមកចេះសួរដេញដោលអីចាញ់បោកពួកនាងទៀតហើយអស់លោកពួកខ្ញុំឈប់ចាឆៅពួកអស់លោកទៀតហើយនេះជាការយល់ច្រឡំទេសុំទោសណាស្មានទៅឲ្យទៅបានហិចអូស្លាប់បាត់ហើយអេអានឹងគេហៅឃើញភ្លាមស្លាប់ភ្លាមណាលបងដឹងថាគាត់ឃើញភ្លាមស្លាប់ភ្លាមហើយមិនក៏វាយគាត់ទៀតវាយឲ្យមិនស្លាប់មិនកើតអ្នកបងឥឡូវគិតយ៉ាងម៉េចតាមស្មានពួកចៅក្រម4រូបនោះមកជាឆាតឆៅពួកវាពេញប្រយោជន៍ហើយពេលនោះយើងចូលទៅក្នុងភូមិតាជូចាប់កញ្ជ្រោះកន្ទុយ9ទៅតើពួកគាត់មានអីទេកុំព្រួយអីមិនបាត់សក់មួយសរសៃរបស់សង្សារប្អូនទេឆាប់ទៅអាស្រេចខ្មៅ4នាក់នេះមិនមែនសាហាវដូចគេនិយាយផងបើគេចង់និយាយគឺនិយាយឲ្យសាហាវតែហើយប៉ុន្តែកំបិតពួយពីអ្នកយើងពួយមួយណាត្រូវមួយនឹងតើត្រូវទេត្រូវខ្លះខុសខ្លះវាអញ្ចឹងមែនហើយអេសាមួយទៀតជូនដំណើរវាឲ្យចាំទៅរកmấyធាទៅកាប់ប៉ុណ្ណឹងហើយមិនស្លាប់ទៀតចុកដៃនេះឯងយ៉ាងម៉េចទៅហើយមិនអីទេបើអញ្ចឹងឆាប់ទៅរកមីឆាទៅឆាប់រត់អាយ៉ាស្អីក៏ជាប់ល្អម្លេះកូនរវល់នឹងវាយើងឆាប់រត់ទៅឲ្យលឿនឡើងទៅណែពួកឲ្យចង់រត់ទៅណានឹងអ្នកណារត់លឿននឹងឈ្នះส่งដៃយើងវិញមកប្រឹងរត់លឿនឡើងส่งដៃយើងវិញមកពូទី2ឲ្យទៅវាវិញទៅមិនមែនមិនចង់ឲ្យទេប៉ុន្តែវាចាប់យើងជាប់ទៅហើយឈប់ส่งដៃយើងវិញមក